Okay okay តោះខ្ញុំសូមនិយាយជាភាសាអង់គ្លេសសិនដើម្បីយកជាសកលហើយក៏ជាសំណួរខ្លះៗទៅកាន់បុគ្គលដែលបានបង្កើតវីដេអូនេះឡើង I just want to have some questions for the person who made this video. What is your true intention of making this kind of video concept at Angkor Wat, which is located in Cambodia? What is your true intention? To promote Angkor Wat to the world? To promote the costume that you designed? To promote the background music? Or Thai king or whatever, because you just included Thai king's photos in the video? Or the only reason is to benefit you? And even if it benefits you, what is the good thing that you can gain from it? Hate? Chaos? Or bad impression that might strongly affect to other good Vietnamese people and the whole country? Sorry, I'm just so confused right now because if you're talking about accidentally making a mistake, let me just tell you something. I just want you to understand the differences between making an error, making a mistake, or maybe a person just being a terrible person. People make an error because they lack of the proper knowledge. People make mistakes when they already have knowledge, but lack of concern and attention. And well, I just don't want to explain much about what a terrible person means. You all know, we all know, right? Well, normally a good person who makes an honest mistake, they will try to rectify the mistake, to undo the damage, or make it up to whoever the mistake affected. Because they didn't mean to mess it up, right? It was an accident or maybe a stupid mistake. But it's different to a terrible person. Being a terrible person doesn't have much to do with making mistakes. Maybe you'll make more mistakes when you're a terrible person. And you know, if you do something knowing it is terrible, then it would make sense that you're a terrible person. So regarding to this problem, I hope that the Ministry of Culture and Fine Arts of Cambodia will do something about it. Just at least give us an explanation. It's enough for us. Please just don't be silent. And to all my beloved Cambodian people ខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងតែខឹងប៉ុន្តែខ្ញុំមិនចង់ឲ្យការជេរប្រតិរបស់អ្នកទាំងអស់គ្នាក្នុងរឿងមួយទៅកាន់មនុស្សម្នាក់ទេវាប្រសើរទៅរឿងផ្សេងៗរៀលដាលដល់រឿងផ្សេងៗដូចជារឿងទំនាស់រវាងប្រទេសតាំងពីចំនួនដូនតាមករឿងចម្លងគ្នាឬក៏ភាពដូចគ្នានៃវប្បធម៌អីក៏ដោយរឿងភាសារឿងការស្លៀកពាក់អីផ្សេងៗទាំងអស់ពីព្រោះអីខ្ញុំគិតថាខ្ញុំមិនចង់ឲ្យការខឹងសម្បាររបស់អ្នកទាំងអស់គ្នាហ្នឹងគឺវាហួសព្រំដែនរៀលដាលទៅដល់រឿងផ្សេងហើយនិយាយយូរទៅកាន់តែអាក្រក់ស្ដាប់comment យូរទៅកាន់តែអាក្រក់មើលអញ្ចឹងគឺខ្ញុំចង់ឲ្យថាគុំបង្ហាញអំពីអត្តចរិតហើយនឹងអេយ៉ាបតអីផ្សេងដែលបង្ហាញអំពីចំណេះកម្រិតចំណេះដឹងរបស់ខ្លួនឯងរបស់ប្រទេសរបស់ខ្លួនឯងប្រជាជនរបស់ខ្លួនឯងទៅកាន់ social media ច្រើនពេកពីព្រោះដោយសារតែអាក្នុងហ្នឹងគឺជាអ្វីដែលគេមើលយើងឃើញហ្នឹងហើយបើគេចង់ឃើញអ្វីដែលនៅប្រទេសយើងគេទៅហោះមកប្រទេសយើងមើលប៉ុន្តែនៅក្នុង social media អ្វីដែលយើង comment ទៅអ្វីដែលយើងមើលទៅគឺវា worldwide តែម្ដងអញ្ចឹងមនុស្សទូទៅទូទាំងពិភពលោកគឺអាចឃើញទាំងអស់អញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រយ័ត្នក្នុងការនិយាយពាក្យសម្ដីអ្វីក៏ដោយពីព្រោះអ្នកទាំងអស់គ្នាតែងតែអួតថាអង្គរវត្តរបស់ខ្ញុំអស្ចារ្យណាស់បុព្វបុរសរបស់ខ្ញុំអស្ចារ្យណាស់ប៉ុន្តែរឿងបច្ចុប្បន្នដែលគ្រាន់តែកើតឡើងយើងប្រតិកម្មមិននឹងចំចំណុចរបស់គេផងហ្នឹងក្នុងនាមជាអ្នកដែលថែរក្សាវប្បធម៌ខ្មែរម្នាក់នេះអញ្ចឹងមានន័យថាគេបង្វែរគេបង្វក់ស្មារតីអីបានតាមចិត្តអញ្ចឹងយើងនៅអួតថាខ្មែរយើងបច្ចុប្បន្នហ្នឹងនៅអស្ចារ្យទៀតដែរឬក៏អត់បើសិនជាអ្នកទាំងអស់គ្នានៅតែបន្តធ្វើអញ្ចឹងអ្វីដែលខ្ញុំនិយាយទាំងអស់នេះគឺមិនមែនមានន័យថាមិនឲ្យអ្នកទាំងអស់គ្នាមិនប្រតិកម្មឬក៏មិនឈឺឆ្អាលទេពីព្រោះអីខ្ញុំក៏យល់ដែរថាការដែលយើងរស់នៅម្ដងសប្តាហ៍ថ្ងៃនេះគឺយើងមិនមែនពឹងផ្អែកទៅលើលុយអាហារឬក៏សេដ្ឋកិច្ចតែមួយមុខទេអ្វីដែលធ្វើឲ្យប៉ះពាល់កិត្តិយសគេឈ្មោះដល់ប្រទេសរបស់យើងអ្វីដែលមិនសមស្របចំពោះប្រទេសរបស់យើងគឺយើងមានសិទ្ធិនិយាយចេញមកបានទាំងអស់យើងមានសិទ្ធិឈឺឆ្អាលយើងមានសិទ្ធិប្រតិកម្មនិងបញ្ចេញយោបល់ប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមានថាមុននឹងប្រតិកម្មរឿងអីមួយគឺយើងមាន standard គឺយើងប្រើអានេះក្នុងការគិតកុំឲ្យយើងគឺជាជនរងគ្រោះសោះទៅជាជនជាប់ចោទហើយខ្ញុំក៏សូមផ្ដាំទៅកាន់បុគ្គលដែលបង្កើតរឿងទាំងអស់ត្រូវចាំថាយើងមិនមែនរស់នៅក្នុងប្រទេសមួយតែឯងទេហើយពិភពលោកមួយនេះក៏មិនមែនបង្កើតឡើងមកសម្រាប់តែប្រទេសមួយដែរអញ្ចឹងយើងត្រូវតែប្រយ័ត្នពាក្យសម្ដីនិងទង្វើរបស់យើងកុំឲ្យប៉ះពាល់ទៅដល់ប្រទេសរបស់ខ្លួនឯងកុំឲ្យប៉ះពាល់ទៅដល់ប្រទេសផ្សេងទៀតប្រទេសខ្លះគឺគេរស់នៅក្នុងយុគសម័យ2050 2100អស់ហើយគេរងចាំតែថ្ងៃដែលគេទៅពាត់ប្រទេសនៅឯឋានប្រច័ណ្ឌទេអញ្ចឹងហេតុអ្វីក៏យើងនៅតែរ៉ាំរ៉ៃ toxic នឹងរឿងដែលដោះស្រាយមិនចេញមករាប់សតវត្សមកហើយពេលខ្លះរឿងខ្លះប្រវត្តិសាស្ត្រយើងទុកឲ្យប្រវត្តិសាស្ត្រវានៅតែជាប្រវត្តិសាស្ត្រចុះយើងគួរតែរៀនពីវារៀនសូត្រពីអ្វីដែលខុសពីមុនហើយកុំឲ្យវាកើតឡើងតទៀតពីសម័យរបស់យើងនេះតទៅអ្វីដែលពួកយើងត្រូវតែជួយគិតគ្នានោះគឺមនុស្សជាតិយើងបច្ចុប្បន្ននេះគឺរស់នៅស្រឡាញ់គ្នានៅរស់នៅមានក្តីសុខនៅរស់នៅឈប់ដណ្ដើមអំណាចគ្នាឈប់ដណ្ដើមប្រទេសជាតិគ្នានៅ
នេះគឺជាអ្វីដែលពួកយើងទាំងអស់នេះគួរតែជួយគិតគ្នាខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ហើយសូមអភ័យទោសផងបើសិនជាមានពាក្យពេចន៍ណាដែលឆ្គាំឆ្គងដោយអចេតនា